bạn ta hàng phố là kia vừa là lắp sai dịch mấy chùm một cắn cầm một thí này dây rướng à bay chùm nửa dừng một đòn tiệt hàng phố là kia chùm này đã cứ giúp đại bị say miền rương này thà trụ chất bởi như Aram băng ôn này tôi chỉ bật start phóng hay tục chỉ ca sòng đạp cầm sàn lên phong phố là kia băng ôn này để trong trụ chất đạp này rương à bay chùm nửa mai dương rương bị này rương khmoi bị sai hàng phố phải trụ chất follow account tiktok được bọc trong một niệm muối bởi là bay tam đan bị tổ mấy hay còn play cholแต่ช่วยadd friend แล้วก็ follow ตัว account Facebook របស់ខ្ញុំដែលតាំងលើ account TikTok ឈ្មោះដូចគ្នាដែរបងប្អូនគ្នាកុំភ្លេចជួយ follow ម្នាក់មួយផងបាទស្អីរឿងយើងយប់នេះគឺលើកឡើងពីរឿងខាងភ្នំកលែនបងប្អូនគ្នារឿងនេះវាកាត់ឡើងប្រហែលជា 4-10 ឆ្នាំហើយនៅយូរដែរហើយកាត់ឡើងលើបងប្អូនខ្ញុំបាទអូនជីដូនមួយខ្ញុំណាបងប្អូនគ្នាប៉ុន្តែខ្ញុំសូមឲ្យបញ្ចេញឈ្មោះទេហ្នឹងហើយវារៀងយូរដែររឿងហ្នឹងបាទហើយគាត់ក៏ទៅផ្លេចភ្នំកលែនបាទដូចគេដូចឯងដែរអញ្ចឹងណាជានឹងហ្នឹងណាជិះឡានតលេងទៅក៏គាត់ចូលចិត្តណាកំសាន្តដើរលេងបាទបោះតង់ឬក៏ថតកាមេរ៉ាគាត់ណាបាទលើភ្នំគ្នាគាត់ហើយជា 4-5 នាក់ដែរដល់ពេលដែលគាត់ដើរទៅពេលល្ងាចហើយគាត់ទៅលេងភ្នំកលែនហ្នឹងពេលល្ងាចខ្ទង់ម៉ោង 5ដល់ពេល 5 នៅវិជ្រុលគាត់ដើរជាដើរថតណារកដប់ព្រព្រៃណាហ្នឹងហើយអង្គលហ្នឹងជំនិនហ្នឹងបងប្អូនអរគ្នាត្រូវចងចាំថាក៏ជំនិនមុនហ្នឹងឆ្នាំមុនហ្នឹងវាមិនធ្វើផ្លូវធ្វើអថ្នល់ស្អាតដូចសប្ងៃទេណាអញ្ចឹងណាបាទវានៅរៀងមានព្រៃច្រើនជាងសប្ងៃហើយមិនទាន់ធ្វើផ្លូវកន្លែងលេងមិនសូវច្រើនទេអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនដឹងហើយសបូនណាយល់ខ្ញុំនិយាយអត់បងប្អូនអរគ្នាដល់ពេលដែលគាត់ដើរទៅវែងរៀងប្រហែលជាម៉ោង 6នឹងភ្លឺតិចចិត្តល្ងិតដែរតែគាត់វែងចាក់ដើរទៅអត់ដឹងដល់ណាទេចាក់ដើរទៅហ្នឹងហើយរកផ្លូវមកវិញមិនឃើញហើយអាកប់ពីក្បាលល្ងាចហ្នឹងគឺមានមនុស្សដើរលេងនៅនឹងដែរជុំវិញមានកន្លែងលេងទឹកកន្លែងអីហ្នឹងណាធម្មតាបងប្អូនដឹងហើយក្នុងកន្លែងហ្នឹងហើយគេលក់អីចឹងបោះហោបោបោហោហៀដល់ពេលយប់បន្តិចទៅចាប់ផ្ដើមស្ងាត់គាត់ដើរមានអារម្មណ៍ថាឆ្ងាយពីមនុស្សទៅណែចឹងទៀតណាហើយគាត់ប៉ពេលរៀងយប់បន្តិចគឺមានអារម្មណ៍ថាបាត់មនុស្សអស់លេងគាត់ដើរមកឆ្ងាយពីគេពេកចឹងរោផ្លូវទៅវិញអត់ឃើញដល់ពេលគាត់ចេះតែចំណាយពេលវេលាដើរទៅជួបនិយាយចាស់ម្នាក់ខ្ញុំសុំហៅគាត់សចាំងចុះអញ្ចឹងណាតែគាត់អ្នកកាន់សិលចុះហៅគាត់សចាំងចុះនិយាយសចាំងចុះហ្នឹងឲ្យព្រោះស្ដាប់ណាកុំហៅគាត់ពួកអាប់ឬក៏ព្រីវាពិបាកស្ដាប់ហ្នឹងអញ្ចឹងនិយាយហ្នឹងក៏គាត់សក់កដាញ់ហ្នឹងហើយគាត់ក៏ឃើញក្រុមបងប្អូនខ្ញុំហ្នឹងដើរដល់ពេលដើរគាត់ហៅចៅអើយតាណាចៅហើយតាណាម្នាក់បាសរោមខ្ញាក់ស្អាខ្ញុំនិយាយក៏បាសរោមហ្នឹងបងប្អូនគ្នាមើលឃើញអត់នេះក៏បាសរោមដែរយាយអើយតាណាបាសរោមខ្ញាក់ងាកមើលក្រោយឃើញយាយមែននិយាយនឹងបាត់ឲ្យហៅតាណាចៅជួម៉ណេះសិននិយាយនោះមិនសូវនិយាយរៀបរាប់បីឆ្ងាយអីក្បោះក្បាយឬក៏គាត់មិនសូវស្ដីទេអញ្ចឹងណាគាត់មួយម៉ាត់ក៏សួរតែសាច់ការទេអញ្ចឹងដល់ពេលឮថាចៅអើយតាណាបងប្អូនខ្ញុំអ្នកដើរហ្នឹងគឺគិតថាចេះតិចខ្មោចតិចព្រាយទៅហើយនិយាយនោះសក់ឡើងកណ្ដាញខ្ញុំភ្នែករៀងរងគាត់ចាស់ហើយហ្នឹងចំណាស់មែនទេឡើងញើហ្នឹងចាស់ឡើងញើអញ្ចឹងហ្នឹងប៉ុន្តែតាមសន្និដ្ឋានយើងនឹងមិនមែនផុតពីវិស័យទេប្រហែលជាគាត់ជាមនុស្សជាងធម្មតាទេប៉ុន្តែដោយសារតែគាត់នៅប្រៃយូគាត់ស្នាក់នៅសមាគមសិលខ្ញុំមិនដឹងរឿងហ្នឹងណាគេរឿងញឿហ្នឹងដល់ពេលអញ្ចឹងទៅគេក៏ហៅគាត់ក៏ហៅទៅយើងនឹងគ្នាបងប្អូនខ្ញុំហ្នឹងក៏ដើរចូលមើលមុខគ្នាហើយក៏ដើរចូលទៅហ្នឹងដើរចូលហើយបងប្អូនខ្ញុំដើរទៅហ្នឹងគឺមានកបោបស្ពាយម្នាក់មួយអញ្ចឹងណាហើយមានដាក់របស់ញ៉ាំខ្លះមានមីមានអីចឹងណាលុយកាក់អីខ្លះចឹងទៅដល់ពេលទៅយាយនឹងក៏សួរចែងតាណាតែក៏ប្រាប់ត្រង់ថាពួកខ្ញុំដើរទៅវែងនិយាយដើរទៅក៏ដឹងឆ្ងាយពីកន្លែងគេលេងឡើយបាត់មនុស្សអស់លេងរោផ្លូវទៅវិញមិនឃើញទៅក៏និយាយហ្នឹងក៏មើលស្លឹងមើលគ្រប់គ្នាស្លឹងមើលបែបផ្លែភ្នែកចេះណាប៉ុន្តែគណៈថាអារម្មណ៍បងប្អូនខ្ញុំហ្នឹងឯគេស្លឹងមើលហ្នឹងគឺពិបាកគេថាអូយនិយាយហ្នឹងមិនទេមើលទៅគួរឲ្យខ្លាចដល់ពេលមើលសន្ទុះនិយាយហ្នឹងក៏ប្រាប់ថាចៅអើយចៅឯងទាំងអស់គ្នាមានរបស់តោងហើយចុះអាកូនហ្នឹងអាអូននៅមួយដើរក្រោយគេហ្នឹងអាអូនហ្នឹងធ្ងន់កអត់ឬតែអូនធ្ងន់កអត់ភ្លាមកូនហ្នឹងក៏ថាអូនិយាយធ្ងន់មែនងាកមកមុខគ្នាចាយ៉ាមិនចេះព្រឹសបបម្ដងទៀតខ្ញាក់ម្ដងទៀតណានិយាយនឹងថាចៅឯងមានរបស់តោងហើយវារបស់តាមហើយមកបំភិនកុំឲ្យចៅឯងហ្នឹងវែងផ្លូវរោផ្លូវទៅវិញមិនឃើញហ្នឹងហើយអញ្ចឹងណាចៅឯងស្នាងហើយមាននិស័យជួបយាយគេនិយាយសំណាងហើយមាននិស័យជួបយាយភ្លាមណាចាប់ដៃអាអូនមួយនៅក្រោយគេហៅមកមុខឲ្យចាប់ដៃអាអូនមួយនឹងពឹបចាប់ដៃដៅគាត់ដៃគាត់រៀងក្តៅអូនអញ្ចឹងណាមនុស្សយើងធម្មតាទេបាទបជាបន្តិចដល់ពេលគាត់ចាប់ហើយគាត់កញ្ចងបោះក្រហមនឹងឲ្យម្នាក់មួយគ្រប់គ្នាដល់ពេលចង់ហើយស្រាប់តែអាធ្ងន់កហ្នឹងអាការៈ
ខ្លួនទាំងអស់គ្នាហ្នឹងនិយាយថាស្បើយរំសប្បាយចិត្តនឹងវិញរៀងទៅឆ្លាស់ខ្លួនឡើងវិញក៏គាត់ថាអស់អីហើយចៅទៅចោះហើយម្នាក់ដើរហ្នឹងបងប្អូនខ្ញុំហ្នឹងក៏បានសួរចាយាយខ្ញុំពួកខ្ញុំតាណាវិញបើខ្ញុំរកផ្លូវតមកឃើញផងយើងហ្នឹងក៏ច្អល់ដៃចាច្អល់ចាដូចក្នុងរឿងអញ្ចឹងណាដូចក្នុងនិយាយដូចក្នុងរឿងអញ្ចឹងច្អល់ចានេះចាញ់ដើរតែផ្លូវទៅមុខទៅនេះអាផ្លូវកាច់តែបន្តិចគ្រាន់តែច្អល់ផ្លូវកាច់ភ្លាមមកមិនអត់មានឃើញផ្លូវកាច់ទេដល់ពេលមើលម្ដងទៀតគ្រប់គ្នាវាឃើញផ្លូវកាច់វាឆ្ងល់ចេះដល់ពេលអញ្ចឹងហើយក៏បងប្អូនខ្ញុំទៅថាជួបរឿងហ្នឹងគាត់ 4-5 នាក់គ្នាគាត់ហ្នឹងក៏ចង់យកលុយកាក់បច្ច័យដើម្បីជូននិយាយហ្នឹងក៏បានពោលពាក្យថានិយាយអត់ទទួលលុយទេចៅណែមួយម៉ាត់ហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពេញចិត្តស្រឡាញ់និយាយហ្នឹងបណ្ដោយគាត់ថាគឺអត់ទទួលបច្ច័យទេចៅគាត់និយាយអញ្ចឹងដល់ពេលនិយាយអញ្ចឹងភ្លាមក្រុមគេហ្នឹងក៏នឹកឃើញចាចុះយើងក៏អត់ទទួលបច្ច័យអញ្ចឹងក៏ទទួលនំនេកមីអីដឹងយើងមានមីក្នុងកតាបយើងទេតើគេដកមីចិត្តមួយកេះដែរក្នុងកាបូបហ្នឹងដកមកអោយប្រហែល14 10កញ្ចប់ជាងដែរណាហ្នឹងហើយឯងលើសនឹងផងហ្នឹងហើយហុចអោយទៅក៏គាត់យកគាត់ថាបើរបស់ហូបនិយាយទទួលអញ្ចឹងណាហើយគាត់ក៏អោយទៅហើយក៏ស្ពះលាចាឯងគ្រាន់តែស្ពះលាភ្លាមដើរចេញមកឃើញផ្លូវបងប្អូនផ្លូវដូចគេយកដាក់អញ្ចឹងដូចគេលើកដាក់អញ្ចឹងណាដល់ពេលអញ្ចឹងទៅវាដូចក្នុងរឿងពេកថារឿងពេលខ្លះវាមានការពិតមែនមកគេដកស្រង់បទពិសោធន៍យកមកសរសេរជាសាច់រឿងខ្លះវាមានពិតចឹងមែនហ្នឹងហើយអញ្ចឹងណាដល់ពេលដែលដើរផុតផ្ទះយើងនឹងបានហើយផ្ទះយើងនឹងខ្ទមទេខ្ទមខ្ញុំសត់ដល់ពេលដើរហួសផ្ទះយើងនឹងហើយក៏ងាកមើលវិញក៏ស្រាប់ទៅដូចបាត់យើងនឹងជ្រាបតែខ្ទមនៅដដែលហ្នឹងណាតែងាកមើលដូចបាត់យើងនឹងដូចបាត់តាណាដូចអត់ឃើញអញ្ចឹងណាហើយផ្ទះគិតព្រួយបើកចឹងហើយអត់មានក៏ដើរចូលផ្ទះបាត់ទេអត់មានទេពេលគិតចាំផ្លូវយើងហ្នឹងក៏អត់ដើរចេញទៅចូលក្នុងផ្ទះទេក៏ឈោមើលយើងរហូតបងប្អូនគិតមើលអាចឈោមើលរហូតហ្នឹងគ្រាន់តែយើងកលេចភ្នែកទៅមើលផ្លូវហើយយើងមើលមកវិញវាបាត់នេះដល់ពេលអញ្ចឹងខ្ញុំអត់ដឹងថាគាត់ជាស្អីទេអញ្ចឹងអាចថាជាព្រីឬក៏ជាអ្វីទេសំខាន់គាត់ជួយយើងគាត់ជួយកូនចៅបងប្អូនដែលទៅជុំគ្នាហ្នឹងណាគាត់ជួយអញ្ចឹងយើងសន្យាថានឹងគាត់ទៅចាំចោះមនុស្សចោះអញ្ចឹងល្អចោះហ្នឹងហើយទៅចាំកបាំងបាត់អីចឹងអាចយើងថាសន្និដ្ឋានថាអញ្ចឹងចោះអញ្ចឹងណាមានសិលអីចឹងទៅហ្នឹងដល់ពេលហើយក៏បានថាដែរជាឯងមាននិស័យមួយយាយមុននឹងគិតជួយណាហ្នឹងហើយដល់ពេលបងប្អូនខ្ញុំក៏ដើមហ៊ានមកវិញក៏រោផ្លូវមកវិញឃើញទៅដើរផុតអាផ្លូវនឹងប្រហែលជា100 ម៉ែត្រអីហ្នឹងហើយ50-60 ម៉ែត្រ100 ម៉ែត្រអីហ្នឹងស្រាប់តែឃើញនេះណាឃើញកន្លែងគេលក់អីធម្មតាវិញមនុស្សអីនៅនឹងđâyណាហ្នឹងហើយបិចទៅនឹងវិញអញ្ចឹងណាថារឿងអបិយជំនឿវាអញ្ចឹងមែនវាមានមែនបងប្អូនអរគ្នាបាទយប់នេះគឺមានតែរឿងនឹងឯងដើម្បីចែកជូនបងប្អូនអរគ្នាស្ដាប់កំសាន្តហ្នឹងអញ្ចឹងណាអរគុណច្រើនបងប្អូនអរគ្នាបាទសុខសប្បាយជម្រាបលា